បន្ទាប់មកយើងសរសេរពាក្យថាថ្ងៃស្អែកបន្ទាប់ពីថ្ងៃនេះយើងសរសេរពាក្យថាថ្ងៃស្អែកថជើងងស្រអៃសជើងអស្រអែកណាថ្ងៃស្អែកអង់គ្លេសថាយ៉ាងម៉េចទៅ tomorrow T O M O double O double U tomorrow ថ្ងៃស្អែកភាសាចិនអានថាយ៉ាងម៉េចទៅមីងធានមីងធានសរសេរសំមីងមួយមកមីងធានយើងធ្លាប់បានសរសេរក្នុងវីដេអូមុនហើយមីងធានមីងធាន拼音គេសរសេរយ៉ាងម៉េចទៅអញ្ចឹងសម្លេងយើងដាក់នៅក្នុងអក្សរណាច្បាស់ជាដាក់នៅក្នុងលើអក្សរ I ហើយមីងមីងខ្ញុំដាក់ធំស្រួលមើលធានច្បាស់ជានៅក្នុងអក្សរលើអក្សរ A ណាមីងធានថ្ងៃស្អែក